ជាអភិបាលដែលបានស្លាប់អស់ជាច្រើនឆ្នាំប៉ុន្តែនាងបានជ្រើសរើសត្រឡប់មកវិញនៅថ្ងៃបុណ្យណូអែលបន្ទាប់ពីបាត់រូបរាងកាយជាមនុស្សនាងមិនត្រឹមតែមិនអាចបំផ្លាញបានទេប៉ុន្តែថែមទាំងរក្សាការឆ្លុះវង្វេងដែលនាងមានជីវិតពេលណាដែលកូនក្មេងប្រព្រឹត្តខុសនាងនឹងវាចេញមកពីស្រះដែលធ្លាប់លង់ទឹកហើយដាក់ទោសពួកគេដំបូងឡើយគ្មាននរណាម្នាក់ជឿរឿងនេះដោយមិនសមហេតុផលនោះទេរហូតដល់មានការមកដល់របស់គ្រូថ្មីគឺអ្នកគ្រូខ្លារ៉ាបានក៏សម្គាល់ឃើញថាព្រិលនិងតកកជុំវិញទាំងអស់បានរលាយប៉ុន្តែស្រះតូចមួយនៅក្នុងទីធ្លានៅតែកកទាំងស្រុងវាបានរំលឹកនាងពីអ្វីដែលបរិះម្នាក់បាននិយាយប្រាប់នាងព្រិលកំពុងបញ្ចេញគំនិតឲ្យនាងពេលកំពុងធ្វើការក្រៅម៉ោងនៅហាងស្រាខ្លារ៉ាបានបញ្ចប់ការងារសម្អាតហើយដើរចេញទៅខាងក្រៅដើម្បីស្វែងរកបរិះព្រិលតកកចម្លែកដែលលេចចេញមកខាងក្រៅដែលចៃដន្យគ្រូពេទ្យបានដើរកាត់នាងបានសួរគាត់ដោយចង់ដឹងថាតើ Snowman ត្រូវបានសាងសង់ដោយគាត់ឬក៏អត់ដោយសារតែគាត់ជាមនុស្សតែម្នាក់គត់ដែលបានដើរចេញមកខាងក្រៅក្រោយពីឮដូច្នេះគ្រូពេទ្យក៏បានដោះវ៉ែនតាចោះព្រាមហើយពិនិត្យមើលយ៉ាងយកចិត្តទុកដាក់គាត់ស្មានថាព្រិលមានអនុស្សាវរីយ៍ដែលវាចងចាំនរណាម្នាក់ធ្លាប់សាងសង់មនុស្សព្រិលនៅទីនេះហើយឥឡូវនេះវាកំពុងតែរៀនអំពីរបៀបបង្កើតខ្លួនឯងខ្លារ៉ាយល់ឃើញថាការពន្យល់នេះគួរឲ្យអស់សំណើចគ្រូពេទ្យមិនបានពន្យល់បន្ថែមទេជំនួសមកវិញដោយការញញឹមហើយសួរឈ្មោះនាងតើអ្នកនាងឈ្មោះអ្វីខ្លារ៉ាឆ្លើយថាខ្លារ៉ាឈ្មោះពីរោះខ្លារ៉ាអ្នកពិតជាគួររក្សាវាទុកលាហើយខ្លារ៉ាមានអារម្មណ៍ជឿជាក់នៅក្នុងពេលជាមួយគ្នានោះនាងមានអារម្មណ៍ចម្លែកថាមនុស្សឆ្កួតនេះមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនាងដូច្នេះនាងបានលើកសម្ពុតរបស់នាងហើយរត់តាមគាត់តាមយ៉ាងជិតស្និទ្ធចាប់តាំងពីអាមីនិងរ៉ូរីចាក់ចេញមកគឺវិជ្ជាបណ្ឌិតបានបិទបេះដូងរបស់គាត់លែងជាប់ពាក់ព័ន្ធនៅក្នុងរឿងមនុស្សលោកទៀតហើយសូម្បីតែបន្ទាប់ពីការគាត់សម្គាល់ឃើញថាមានអ្វីខុសចំពោះ Snowman ក៏ដោយគាត់គ្មានចេតនាជ្រៀតជ្រែកឡើយម៉ាដាមវ៉ាស្តាមានការព្រួយបារម្ភពីគាត់នាងបានសួរថាតើលោកបានពិចារណាយកខ្លារ៉ាជាដៃគូថ្មីរបស់ខ្លួនដែរឬទេនាងនឹងមិនអាចរកឃើញខ្ញុំនោះទេនាងមិនស្គាល់ឈ្មោះរបស់ខ្ញុំផងស្រាប់តែពេលនោះខ្លារ៉ាក៏បង្ហាញវត្តមាននាងជាអភិបាលដែលបានស្លាប់អស់ជាច្រើនឆ្នាំប៉ុន្តែនាងបានជ្រើសរើសត្រឡប់មកវិញនៅថ្ងៃបុណ្យណូអែលបន្ទាប់ពីបាត់រូបរាងកាយជាមនុស្សនាងមិនត្រឹមតែមិនអាចបំផ្លាញបានទេប៉ុន្តែថែមទាំងរក្សាការឆ្លុះវង្វេងដែលនាងមានជីវិតពេលណាដែលកូនក្មេងប្រព្រឹត្តខុសនាងនឹងវាចេញមកពីស្រះដែលធ្លាប់លង់ទឹកហើយដាក់ទោសពួកគេដំបូងឡើយគ្មាននរណាម្នាក់ជឿរឿងនេះដោយមិនសមហេតុផលនោះទេរហូតដល់មានការមកដល់របស់គ្រូថ្មីគឺអ្នកគ្រូខ្លារ៉ាបានក៏សម្គាល់ឃើញថាព្រិលនិងតកកជុំវិញទាំងអស់បានរលាយប៉ុន្តែស្រះតូចមួយនៅក្នុងទីធ្លានៅតែកកទាំងស្រុងវាបានរំលឹកនាងពីអ្វីដែលបរិះម្នាក់បាននិយាយប្រាប់នាងព្រិលកំពុងបញ្ចេញគំនិតឲ្យនាងពេលកំពុងធ្វើការក្រៅម៉ោងនៅហាងស្រាខ្លារ៉ាបានបញ្ចប់ការងារសម្អាតហើយដើរចេញទៅខាងក្រៅដើម្បីស្វែងរកបរិះព្រិលតកកចម្លែកដែលលេចចេញមកខាងក្រៅដែលចៃដន្យគ្រូពេទ្យបានដើរកាត់នាងបានសួរគាត់ដោយចង់ដឹងថាតើ Snowman ត្រូវបានសាងសង់ដោយគាត់ឬក៏អត់ដោយសារតែគាត់ជាមនុស្សតែម្នាក់គត់ដែលបានដើរចេញមកខាងក្រៅក្រោយពីឮដូច្នេះគ្រូពេទ្យក៏បានដោះវ៉ែនតាចោះព្រាមហើយពិនិត្យមើលយ៉ាងយកចិត្តទុកដាក់គាត់ស្មានថាព្រិលមានអនុស្សាវរីយ៍ដែលវាចងចាំនរណាម្នាក់ធ្លាប់សាងសង់មនុស្សព្រិលនៅទីនេះហើយឥឡូវនេះវាកំពុងតែរៀនអំពីរបៀបបង្កើតខ្លួនឯងខ្លារ៉ាយល់ឃើញថាការពន្យល់នេះគួរឲ្យអស់សំណើចគ្រូពេទ្យមិនបានពន្យល់បន្ថែមទេជំនួសមកវិញដោយការញញឹមហើយសួរឈ្មោះនាងតើអ្នកនាងឈ្មោះអ្វីខ្លារ៉ាឆ្លើយថាខ្លារ៉ាឈ្មោះពីរោះខ្លារ៉ាអ្នកពិតជាគួររក្សាវាទុកលាហើយខ្លារ៉ាមានអារម្មណ៍ជឿជាក់នៅក្នុងពេលជាមួយគ្នានោះនាងមានអារម្មណ៍ចម្លែកថាមនុស្សឆ្កួតនេះមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនាងដូច្នេះនាងបានលើកសម្ពុតរបស់នាងហើយរត់តាមគាត់តាមយ៉ាងជិតស្និទ្ធចាប់តាំងពីអាមីនិងរ៉ូរីចាក់ចេញមកគឺវិជ្ជាបណ្ឌិតបានបិទបេះដូងរបស់គាត់លែងជាប់ពាក់ព័ន្ធនៅក្នុងរឿងមនុស្សលោកទៀតហើយសូម្បីតែបន្ទាប់ពីការគាត់សម្គាល់ឃើញថាមានអ្វីខុសចំពោះ Snowman ក៏ដោយគាត់គ្មានចេតនាជ្រៀតជ្រែកឡើយម៉ាដាមវ៉ាស្តាមានការព្រួយបារម្ភពីគាត់នាងបានសួរថាតើលោកបានពិចារណាយកខ្លារ៉ាជាដៃគូថ្មីរបស់ខ្លួនដែរឬទេនាងនឹងមិនអាចរកឃើញខ្ញុំនោះទេនាងមិនស្គាល់ឈ្មោះរបស់ខ្ញុំផងស្រាប់តែពេលនោះខ្លារ៉ាក៏បង្ហាញវត្តមាន